នេះគូជាខំ Today ថ្ងៃនេះជាថ្ងៃទី30 ខែកក្កដាព័ត៌មានសុខភាពមួយកំពុងពិនិត្យមើលកត្តាដែលជំរុញការរីករាលដាលនៃជំងឺគ្រុនឈាមនៅកម្ពុជាមិនមែនមានតែអាកាសធាតុប៉ុណ្ណោះទេករណីកុមារាឈុនអាយុ9ឆ្នាំដែលមានកម្ដៅខ្លួនជិត40អង្សាសេបង្ហាញថារោគសញ្ញាដំបូងអាចត្រូវបានច្រឡំជាជំងឺកុមារទូទៅក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ចំពោះកម្ដៅខ្ពស់និងស្វែងរកការពិនិត្យពីគ្រូពេទ្យឲ្យបានឆាប់សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តឯកឧត្តមកិច្ចសង្ឃបណ្ឌិតគុណគីមបានអញ្ជើញដឹកនាំកិច្ចប្រជុំនៅខេត្តពោធិ៍សាត់ដើម្បីពិនិត្យឲ្យផលប៉ះពាល់លើដំណាំស្រូវដែលបណ្ដាលមកពីគ្រោះរាំងស្ងួតកិច្ចប្រជុំនេះផ្ដោតលើការវិតម្លៃស្ថានភាពស្រូវនិងតម្រូវការរបស់ប្រជាកសិករនៅតំបន់ដែលរងផលប៉ះពាល់ការប្រមូលព័ត៌មានពីមូលដ្ឋាននឹងជួយឲ្យអាជ្ញាធររៀបចំវិធានការឆ្លើយតបបានសមស្របសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តតាមការរាយការណ៍របស់ខ្មែរថាមកម្ពុជានិងវៀតណាមកំពុងស្វែងរកលទ្ធភាពសហការលើគម្រោងវិនិយោគឃ្លាំងកសិផលគម្រោងនេះអាចជួយពង្រឹងការរក្សាទុកនិងការគ្រប់គ្រងផលិតផលកសិកម្មបន្ទាប់ពីការប្រមូលផលកិច្ចពិភាក្សានៅពេលនេះផ្ដោតលើការសិក្សាលទ្ធភាពនិងការរៀបចំក្របខ័ណ្ឌសម្រាប់ការវិនិយោគរួមវិស័យពាក់ព័ន្ធកំពុងចាប់អារម្មណ៍លើផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ក្រុមហ៊ុនផលិតកម្មជប៉ុន Mind Beer Mitsumi In កំពុងពិចារណាពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាក្រុមហ៊ុនបានលើកឡើងពីបរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជាខណៈពាណិជ្ជកម្មទ្វេភាគីកំពុងមានសន្ទុះកើនឡើងការពង្រីកនេះអាចបង្កើនសកម្មភាពផលិតកម្មនិងបង្កើតឱកាសការងារបន្ថែមប្រសិនបើផែនការត្រូវបានអនុវត្តវិស័យពាក់ព័ន្ធកំពុងចាប់អារម្មណ៍លើផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់តាម BTV News ទោះបីពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជានិងបញ្ហាតានតឹងតំបន់ក៏ដោយកម្ពុជានៅតែទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឬ FDI បានកើនឡើង 18%តួលេខនេះត្រូវបានរាយការណ៍ថាបង្ហាញពីការរក្សាបាននូវចំណាប់អារម្មណ៍របស់វិនិយោគិនចំពោះទីផ្សារនិងបរិយាកាសវិនិយោគនៅកម្ពុជាសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្នុងព័ត៌មានអំពីឱកាសការងារនៅកូរ៉េខាងត្បូងក្រុមនយោជកកូរ៉េបានកោតសរសើរពលករកម្ពុជាថាមានភាពឧស្សាហ៍ព្យាយាមស្មោះត្រង់និងយកចិត្តទុកដាក់ចំពោះការងារការវិតម្លៃនេះត្រូវបានចាត់ទុកថាជាកត្តាដែលជួយពង្រឹងទំនុកចិត្តលើកម្លាំងពលកម្មកម្ពុជាក្រុមនយោជកកូរ៉េក្រុងស្នើរដ្ឋាភិបាលរបស់ខ្លួនឲ្យពិចារណាបង្កើនកូតាពលករកម្ពុជាសម្រាប់ការងារនាពេលខាងមុខការនាំចេញរបស់កម្ពុជាបានបង្ហាញកំណើនខ្ពស់ក្នុងអំឡុងឈ្មោះទី1នៃឆ្នាំនេះដោយមានផលិតផលសក្តានុពលចំនួន5ជាកម្លាំងសំខាន់ជួយជំរុញលទ្ធផលនេះផលិតផលទាំងនេះបានចូលរួមបង្កើនតម្លៃនាំចេញនិងពង្រីកទីផ្សារសម្រាប់ទំនិញកម្ពុជាកំណើននេះក៏បង្ហាញពីសមត្ថភាពរបស់វិស័យផលិតកម្មក្នុងការឆ្លើយតបនឹងតម្រូវការពីទីផ្សារអន្តរជាតិសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តអតីតពលករកម្ពុជាដែលធ្លាប់ធ្វើការនៅប្រទេសថៃបានរួមគ្នាបង្កើតសហគមន៍តម្បាញក្រមានៅក្នុងស្រុកកំណើតរបស់ពួកគេសហគមន៍នេះផ្ដល់ឱកាសឲ្យសមាជិកប្រើប្រាស់ជំនាញនិងពេលវេលារបស់ខ្លួនដើម្បីផលិតក្រមាដែលមានលក្ខណៈប្រពៃណីការងារតម្បាញជួយបង្កើតប្រាក់ចំណូលបន្ថែមនិងអាចក្លាយជាមុខរបររយៈពេលវែងសម្រាប់គ្រួសារសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តពិព័រណ៍និងសន្និសីទអន្តរជាតិនៅកម្ពុជាក្នុងឆ្នាំ2026ត្រូវបានរៀបចំឡើងដោយមានស្តង់ច្រើនជាង200មកពីប្រទេសចំនួន15ព្រឹត្តិការណ៍នេះប្រមូលផ្ដុំអាជីវកម្មនិងស្ថាប័នពីជាតិនិងអន្តរជាតិដើម្បីបង្ហាញផលិតផលសេវាកម្មនិងឱកាសសហការការចូលរួមរបស់ប្រទេសជាច្រើនផ្ដល់វេទិកាសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍និងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មវិជាស្ថានជាតិស្ថិតបានបើកឱកាសជ្រើសរើសមន្ត្រីកិច្ចព្រមព្រៀងការងារដោយប្រាក់បៀវត្សអាចទទួលបានរហូតដល់6លានរៀលមុខតំណែងនេះផ្ដល់ឱកាសដល់បេក្ខជនដែលមានសមត្ថភាពចូលរួមការងារពាក់ព័ន្ធនឹងស្ថិតនឹងការប្រមូលទិន្នន័យជាតិបេក្ខជនត្រូវពិនិត្យលក្ខខណ្ឌជ្រើសរើសនិងរៀបចំឯកសារដាក់ពាក្យឲ្យបានត្រឹមត្រូវតាមការកំណត់របស់វិជាស្ថានសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តតាមការចុះផ្សាយរបស់ខ្មែរថាមកម្ពុជាកំពុងពង្រីកបណ្ដាញសន្តិសុខសង្គមដើម្បីគាំពារប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យក្រៅប្រព័ន្ធវិធានការនេះមានគោលដៅពង្រឹងការទទួលបានជំនួយនិងសេវាគាំពារសង្គមសម្រាប់ក្រុមអ្នកប្រកបរបរដែលមិនស្ថិតក្រោមប្រព័ន្ធការងារផ្លូវការការពង្រីកនេះអាចជួយកាត់បន្ថយហានិភ័យផ្នែកជីវភាពនៅពេលប្រជាពលរដ្ឋជួបការលំបាកឬត្រូវការជំនួយបន្ទាន់ប្រជាពលរដ្ឋនៅឃុំក្រយ៉ាស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំកំពុងបង្ហាញការសប្បាយរីករាយបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានរៀបចំបណ្ដាញភ្លើងសូឡាដើម្បីបំភ្លឺតាមផ្លូវជាច្រើនកន្លែងគម្រោងនេះជួយឲ្យតំបន់មួយចំនួនមានពន្លឺនៅពេលយប់និងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំ2026នេះមន្ត្រី ACU ស្ម័គ្រចិត្តជាង 4000 នាក់នឹងចូលរួមសង្កេតការណ៍នៅតាមមណ្ឌលប្រឡងការចូលរួមរបស់ក្រុមមន្ត្រីទាំងនេះមានគោលបំណងជួយតាមដានដំណើរការប្រឡងនិងលើកកម្ពស់ភាពត្រឹមត្រូវនៅក្នុងការប្រឡងថ្នាក់ជាតិការសង្កេតការណ៍នឹងផ្ដោតលើការអនុវត្តបទបញ្ជានិងបរិយាកាសប្រឡងនៅតាមទីតាំងនានាសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តខេត្តកណ្ដាលបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធនៅតាមតំបន់ដែលបានកំណត់ការងារនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋព្រោះវាជួយបញ្ជាក់និងផ្ដល់ភាពច្បាស់លាស់អំពីសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនបន្ទាប់ពីការចុះបញ្ជីអ្នកកាន់កាប់ដីអាចទទួលបានឯកសារផ្លូវច្បាប់ដែលជួយបង្កើនទំនុកចិត្តនិងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងព្រំដីសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តវិជាស្ថាន NTTI បានផ្ដល់អាហារូបករណ៍ជិត 2000 កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រនិងក្រុមដែលងាយរងហានិភ័យអាហារូបករណ៍នេះគ្របដណ្ដប់លើជំនាញវិជ្ជាជីវៈចំនួន8និងមានប្រាក់ឧបត្ថម្ភសម្រាប់អ្នកទទួលជំនួយគោលដៅគឺជួយឲ្យយុវជនទទួលបានការបណ្ដុះបណ្ដាលជំនាញដែលអាចបង្កើនឱកាសចូលធ្វើការនាពេលអនាគតសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល PTCST បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន 2,000 កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រនិងក្រុមដែលងាយរងគ្រោះនៅក្នុងខេត្តស្ទឹងត្រែង ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធី TVET 1.5M ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ឱកាសសិក្សានេះអាចជួយឲ្យយុវជនទទួលបានជំនាញសម្រាប់ការងារនិងបង្កើនលទ្ធភាពរកប្រាក់ចំណូលនៅពេលអនាគត ឱកាសសិក្សានេះអាចជួយឲ្យយុវជនទទួលបានជំនាញសម្រាប់ការងារនិងបង្កើនលទ្ធភាពរកប្រាក់ចំណូលនៅពេលអនាគត នៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលសម្ដេចធិបតីហ៊ុនម៉ាណែតបានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំចំនួន 3 ឯកសារដែលបានប្រគល់មានចំនួនជាង 20,000 ប័ណ្ណដែលបញ្ជាក់ពីសិទ្ធិកាន់កាប់និងភាពច្បាស់លាស់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ការចេញប័ណ្ណនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងដីធ្លី សម្ដេចធិបតីហ៊ុនម៉ាណែតបានឯកភាពជាគោលការណ៍លើវិធានការចំនួន 8 ដើម្បីពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងការចេញប័ណ្ណដីធ្លី វិធានការទាំងនេះមានគោលដៅធ្វើឲ្យដំណើរការចុះបញ្ជីនិងផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋកាន់តែរហ័សនិងមានប្រសិទ្ធភាព តាមការប្រកាសរដ្ឋនឹងខិតខំបញ្ចប់ការចុះបញ្ជីនិងការផ្ដល់ប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរួចរាល់នៅចុងឆ្នាំ 2027 តំបន់ទេសចរបៃតងក្នុងផ្សារក្នុងជួរភ្នំក្រវៀងនៃខេត្តកំពង់ស្ពឺកំពុងបង្ហាញពីការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ តាមសេចក្តីរាយការណ៍តំបន់អេកូទេសចរនេះបានក្លាយជាគំរូមួយសម្រាប់ការរួមបញ្ចូលការអភិរក្សធម្មជាតិនិងសកម្មភាពទេសចរការមកទស្សនារបស់ភ្ញៀវអាចបង្កើតចំណូលនិងឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាន វិស័យទេសចររំពឹងថាចំណាត់ការនេះនឹងជួយបង្កើនចលនាភ្ញៀវបន្ថែម សម្ដេចធិបតីហ៊ុនម៉ាណែតបានសម្រេចផ្ដល់ការអនុគ្រោះពន្ធប្រថាប់ត្រាសម្រាប់ការផ្ទេរកម្មសិទ្ធិដីធ្លីជូនវីរយុទ្ធជននិងវីរនគរបាលដែលបំពេញភារកិច្ចនៅជួរមុខ វិធានការនេះមានគោលបំណងកាត់បន្ថយបន្ទុកចំណាយពេលផ្ទេរកម្មសិទ្ធិនិងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបំពេញភារកិច្ចការពារជាតិនិងសន្តិសុខ សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថាប្រាសាទខ្នារស្ថិតនៅក្នុងទឹកដីកម្ពុជាដោយផ្អែកលើផែនទីមាត្រដ្ឋាន1ទល់នឹង 200,000 ការបញ្ជាក់នេះក៏យោងទៅលើកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិនសៀមក្នុងឆ្នាំ 1908 និង 1919 ផងដែរ សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teresa Lazaro បានចាត់ទុកការដាក់ឲ្យកម្ពុជានិងថៃចូលក្នុងដំណើរការសម្របសម្រួលជាកាតព្វកិច្ចថាជាជំហានដ៏សំខាន់មួយ លោកស្រីបានថ្លែងបែបនេះនៅក្នុងវេទិកាសារព័ត៌មានមួយនៅទីក្រុងម៉ានីលកាលពីថ្ងៃទី 29 ខែកក្កដា ភាគីពាក់ព័ន្ធត្រូវបានរំពឹងថានឹងបន្តតាមដានជំហានបន្ទាប់យ៉ាងជិតស្និទ្ធ កម្ពុជានិងឥណ្ឌូនេស៊ីត្រូវបានរាយការណ៍ថានឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការច្បោកតាមប្រព័ន្ធអ៊ីនធឺណិត តាមការចុះផ្សាយរបស់ The Star កិច្ចសហការនេះផ្ដោតលើការឆ្លើយតបចំពោះបណ្ដាញច្បោកដែលប្រើបច្ចេកវិទ្យានិងបណ្ដាញអន្តរជាតិដើម្បីបោកប្រាស់ប្រជាពលរដ្ឋ សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត កម្ពុជាបានជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីវឌ្ឍនភាពនៃការកំណត់ព្រំដែននិងព្រឹត្តិការណ៍ដែលកម្ពុជាចោទថាមានការវាយប្រហារពីភាគីថៃ តាមការរាយការណ៍របស់ Cambodianes រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានធ្វើបច្ចុប្បន្នភាពព័ត៌មានជូនក្រុមអ្នកសង្កេតការណ៍អាស៊ានដែលមានមូលដ្ឋាននៅកម្ពុជា ភាគីពាក់ព័ន្ធត្រូវបានរំពឹងថានឹងបន្តតាមដានជំហានបន្ទាប់យ៉ាងជិតស្និទ្ធ អគ្គលេខាធិការអាស៊ានលោកកៅកឹមហ៊ួនបានជំរុញឲ្យកម្ពុជានិងថៃបន្តការសន្ទនាបន្ទាប់ពីមានបទឈប់បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីលលោកបានបង្ហាញក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងប្រើស្មារតីសាមគ្គីភាពឯកភាពនិងភាពជាអ្នកជិតខាងល្អរបស់អាស៊ានដើម្បីដោះស្រាយបញ្ហា ភាគីពាក់ព័ន្ធត្រូវបានរំពឹងថានឹងបន្តតាមដានជំហានបន្ទាប់យ៉ាងជិតស្និទ្ធ ព័ត៌មានសំខាន់មួយពាក់ព័ន្ធនឹងតំបន់អានសេសត្រូវបានបញ្ជាក់ថាស្ថិតនៅក្នុងទឹកដីកម្ពុជាដោយផ្អែកលើផែនទីមាត្រដ្ឋានមួយក្នុង2សែននិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀមឆ្នាំ 1908 និងឆ្នាំ 1919 សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីមួយកំពុងបង្ហាញប្រធានបទស្ដីពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតានិងដំណើររបស់វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ ខ្លឹមសារសំខាន់នៃពិព័រណ៍គឺការរំលេចតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យវប្បធម៌របស់ស្នាដៃខ្មែរដែលបានផ្លាស់ចេញពីប្រទេស ពិព័រណ៍នេះក៏បង្ហាញពីការទាមទារឲ្យមានការបញ្ជូនវត្ថុសិល្បៈទាំងនោះត្រឡប់មកកម្ពុជាវិញ បើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង